នេះគឺជាអក្សរ S តើអក្សរ S អាចមានសំឡេងដូចទៅនឹងសំឡេងអក្សរអ្វីខ្លះនៅក្នុងអក្សរខ្មែរអញ្ចឹងសួស្តីអ្នកទាំងអស់គ្នានេះគឺជា S ធំហើយនេះគឺជា S តូចដែលវាមានរូបរាងដូចតែគ្នាទេគ្រាន់តែមួយសរសេរធំមួយសរសេរតូចអញ្ចឹងយើងអានថា S អញ្ចឹងអក្សរ S អាចមានសំឡេងដូចទៅនឹងអក្សរខ្មែរគឺអក្សរសឬក៏អក្សរសត្រីស័ព្ទសូយើងអាចអានថាសឬក៏សូអូខេអញ្ចឹងយើងដើម្បីកាន់តែច្បាស់យើងមើលឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងទី1អក្សរ S មានសំឡេងដូចទៅនឹងសំឡេងអក្សរសជាឧទាហរណ៍ពាក្យថា sand yes sand វាកើតឡើងអំពីសំឡេងសបូកនឹងស្រៈអែបូកនឹង no និងអក្សរដអញ្ចឹងបើយើងមើលនៅក្នុងភាសាអង់គ្លេសនេះគឺជាសំឡេងអក្សរ S ទៅនឹងអក្សរខ្មែរយើងគឺពណ៌ដូចគ្នាពណ៌ក្រហមអញ្ចឹងក្នុងការប្រកបភាសាអង់គ្លេសយើងប្រកបថា s a n t អញ្ចឹងអក្សរខ្មែរគឺសបូកនឹងស្រៈអែ no និងដអញ្ចឹងយើងអានថា sand អញ្ចឹងអក្សរដយើងបញ្ចេញសំឡេងបន្តិចមកមានសំឡេង the អញ្ចឹងយើងអានថា sand sand ប្រែថាដីខ្សាច់អូខេអញ្ចឹងមើលឧទាហរណ៍ទី2ពាក្យថា sack អញ្ចឹងការប្រកបរបស់វាគឺសអែនិងខជាភាសាខ្មែរគឺសអែនិងខអញ្ចឹងយើងអានថា sack sack ប្រែថាបាវឬក៏ការុងអូខេបាវឬក៏ការុងដែលយើងសម្រាប់ច្រកអង្ករឬក៏ស្រូវមើលឧទាហរណ៍មួយទៀតគឺពាក្យថា sun sun កើតឡើងអំពីការប្រកបសអនអញ្ចឹងអក្សរខ្មែរយើងស្មើនឹងសំឡេងសអសនឹងនសនឹងណយើងអានថា sun អញ្ចឹងអានមកគឺ sun sun យើងបកប្រែថាព្រះអាទិត្យអញ្ចឹងត្រង់នេះអក្សរ S របស់យើងគឺមានសំឡេងដូចទៅនឹងសំឡេងសឥឡូវយើងទៅមើលមួយទៀតគឺអក្សរ S វាអាចមានសំឡេងសូអូខេអញ្ចឹងដើម្បីកាន់តែច្បាស់យើងមើលឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងពាក្យនេះយើងអានថា C កើតឡើងអំពី so sorry យើងប្រកបជាអង់គ្លេសយើងប្រកបថា s e c ប៉ុន្តែនៅក្នុងភាសាខ្មែរគឺ so និង e យើងអានថា c អញ្ចឹង c យើងបកប្រែថាសមុទ្រមើលឧទាហរណ៍មួយទៀតsilk កើតឡើងអំពី s e l k យើងអានមក so e c និង l c និង l sil និង k យើងអានថា silk silk យើងប្រែថាសរសៃសូត្រអូខេសរសៃសូត្រឬក៏អំបោះសូត្រមើលឧទាហរណ៍មួយទៀតគឺពាក្យ sim sim អញ្ចឹងស e និង m យើងអានថា sim ការប្រកបក្នុងអក្សរខ្មែរគឺ so e និង m អញ្ចឹងយើងអានថា sim sim អញ្ចឹងពាក្យថា sim ប្រែថាហាក់ដូចជាឬក៏ប្រហែលជាសំឡេងអក្សរ S ជាបន្តទៀតនៅក្នុងអក្សរ S ក៏យើងអាចសរសេរជួបគ្នាជាមួយនឹងអក្សរ H អញ្ចឹងវាអាចមានសំឡេងទៅនឹងអក្សរខ្មែរគឺសជាងសជាងសត្រីស័ព្ទសូអញ្ចឹងយើងមើលឧទាហរណ៍ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ពាក្យនេះយើងអានថា Jack Jack អញ្ចឹងយើងមើលការប្រកបរបស់វាគឺ Z A និង K អញ្ចឹងកើតឡើងពី Z A za និង K យើងអានថា Jack ដែលពាក្យ Jack យើងប្រែថាត្រីឆ្លាមអូខេឧទាហរណ៍ទី2យើងមើលទៅលើពាក្យថា shadow អញ្ចឹងកើតឡើងអំពីការប្រកប J A និង D O អញ្ចឹងយើងអានថា shadow ក្នុងភាសាខ្មែរគឺ Z A និង D ដាក់ស្រៈ O អញ្ចឹងយើងអានថា shadow យើងប្រែថាស្រមោលអូខេស្រមោលឧទាហរណ៍មួយទៀតគឺពាក្យថា zoo ការប្រកបរបស់វាគឺ J និង U យើងអានថា zoo ការប្រកបជាភាសាខ្មែរគឺ J បូកនឹង U យើងអានថា zoo zoo ប្រែថាស្បែកជើងអូខេអញ្ចឹងសង្ឃឹមថាវីដេអូនេះគឺអាចជួយឲ្យបងប្អូនទាំងអស់គ្នាយល់បានបន្ថែមទៀតទាក់ទងជាមួយនឹងសំឡេងអក្សរ S ទៅនឹងសំឡេងអក្សរខ្មែរ Goodbye see you next time